ស្វាគមន៍នៅប្រិយមិត្តទាំងអស់គ្នាសាជាថ្មីនេះពេលនេះចេញមកតាមដាននៅខ្សែរឿងថ្មីមួយមានចំណងជើងថា Golden Curse ដែលជាភាគទី1របស់យើងផងដែរនៅពេលនេះយើងចូលមកកាន់ខ្សែរឿងរបស់យើងគេបានប្រាប់ថានៅផ្នែកខាងក្រោមនៃទន្លេជៀវហើវាសម្បូរទៅដោយមនុស្សពូកែមនុស្សសាមញ្ញធម្មតាមិននឹងហ៊ានហៅខ្លួនឯងថាជាព្រះហើយបុគ្គលដែលគេកំពុងតែនិយាយនៅពេលនេះក៏ជាបុគ្គលដែលបានធ្វើដំណើរដល់វែងឆ្ងាយក៏ដើម្បីស្វែងរកកណ្ដប់ទ្រព្យដែលអាចកំបាំងក៏ជាមនុស្សដែលស្គាល់កណ្ដប់ទ្រព្យជាច្រើនដែលអ្នកដទៃមិនដែលស្គាល់ហើយក៏ជាមនុស្សបំបីគំរូនៃបុព្វហេតុនិងសំណាងគ្មានទ្រព្យសម្បត្តិណាមួយពីឋានសួគ៌ឬក៏ផែនដីរួចពីកណ្ដាប់ដៃរបស់គាត់ឡើយព្រោះតែគាត់មានជាមួយការភ្នែកឆ្មារដ៏ចែងចាំងនិងក្រញាំនេះហើយនេះគាត់ត្រូវបានគេចាត់ទុកថាជាព្រះនៃទ្រព្យសម្បត្តិនៅក្នុងចំណោមព្រះដ៏អស្ចារ្យទាំង4នៃជៀវហើនេះគឺជាក្បាលវីដេអូដែលគេរៀបរាប់អំពីទៅច័ន្ទឡុងព្រោះហើយគេក៏បានបកក្រោយត្រឡប់ទៅកាន់ខែទី12នៃច័ន្ទគតិឆ្នាំមួយនោះហើយបន្តមកខ្សែរឿងគេក៏បានបង្ហាញនៅពិធីជប់លៀងខួបកំណើតរបស់ម្ចាស់គ្រួសារទូព្រមទាំងអបអរនៅសមាជិកកូនប្រុសថ្មីរបស់គាត់នៅក្នុងវិមានរបស់គ្រួសារទូក្មេងម្នាក់គេមានឈ្មោះថាឈុនហួរជាកូនរបស់ទូជីងសានម្នាក់នេះគឺជាប្រពន្ធរបស់គាត់នឹងឯងកំពុងតែបីនៅទ្រុកនៅក្នុងដៃខណៈដែលក្មេងស្រីនាងក៏រត់លេងយ៉ាងសប្បាយហេភីតែម្ដងនៅពេលនោះនាងក៏បានហៅម្ចាស់គ្រួសារទូជីងសានហៅថាលោកពុកតែតើនឹងគ្រួសារទូគាត់បានប្រាប់ថាគ្រួសាររបស់គាត់បានធ្វើចំនួនជោគជ័យច្រើនឆ្នាំមកហើយតែបើជាមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយក៏ពួកគាត់នៅតែគ្រប់វិន័យរបស់គ្រួសាររស់នៅសាមញ្ញធម្មតាមិនចូលចិត្តអួតអាងសម្ញាយអ្វីឡើយខណៈនោះមិញអ្នកទាំងពីរនេះក៏និយាយខ្សឹបគ្នាអំពីគ្រួសារទូកូនប្រុសដែលទើបនឹងកើតរបស់គាត់មិនមែនជាក្មេងធម្មតាទេចំណែកគ្រួសាររបស់គាត់មានស្ដុកស្ដំដោយសារតែដូនតារបស់គាត់ជាអ្នកប្រមាញ់កណ្ដប់ទ្រព្យនៅពេលនោះគាត់ក៏បានចាំបារម្ភការសន្ទនាពួកគេអញ្ចឹងហើយគាត់ក៏និយាយបែបប្រមានទៅកាន់ពួកគេស្រាប់មនុស្សស្រាប់តែនៅខាងក្រៅមានក្រុមចោរប្រដាប់ដោយអាវុធក៏បាននាំគ្នាទម្លុះចូលមកកាន់ទីនេះនាំឲ្យគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនខណៈដែលបានមកដល់ហើយពួកគេក៏ចាប់ផ្ដើមកាប់សម្លាប់យ៉ាងសាហាវម្នាក់នេះគឺជាចោរចចករលងគេបានធ្វើសកម្មភាពបណ្ដាលជាមួយនឹងការញ៉ាំផ្លូវមន់បណ្ដាលចំណែកម្នាក់នេះគឺជាចោរចចក Scarface មុខរបស់គេកាយសាហាវស្ថានភាពកំពុងតែចលាចលមនុស្សម្នាស្លន់ស្លោរត់ពីពេញនឹងឯងគណៈដែលឈុនហួរនាងក៏ត្រូវបានបរិមម្នាក់លើកយកទៅគណៈដែលនាងកំពុងតែស្លុតចិត្តចំណែកមេដឹកនាំគ្រួសារទូគាត់នៅឈរបញ្ជាកូនចៅឲ្យចាប់ការពួកគេម្នាក់ប្រដាប់ដៃដំបងប្រយុទ្ធជាមួយនឹងពួកគេប៉ុន្តែមើលទៅកាន់ពួកគេទាំងអស់មិនមែនជាដៃគូរបស់ចៅទាំងអស់នោះឡើយត្រូវបានខ្វិតនៅក្រោមដៃរបស់ក្រុមចៅយ៉ាងសាហាវចចក Scarface ក៏បានប្រាប់ទៅកាន់បងប្អូនពួកគេឲ្យចាប់ការលឿនទៅនិងអាចប្រញាប់ចែកទ្រព្យសម្បត្តិជាមួយនឹងមេរបស់គេគណៈនោះមិនស្រាប់តែសមាជិកគ្រួសារទូម្នាក់ក៏បានពុកកាំបាញ់នៅពីងស្រារបស់គេបែករីឯអ្នកដទៃក៏បានកាន់ប្រដាប់ដោយកំភ្លើងតម្រង់ភ្ជង់ទៅកាន់ក្រុមចៅទាំងអស់នោះបណ្ដាលឲ្យពួកគេហាក់ដូចជាផិតភ័យបន្តិចនេះពេលនោះមេរបស់ពួកគេក៏បានដាស់ចូលទៅមើលទៅកាន់ដំណើរទៅជាអង្គឯកកាយសាហាវមែនទែនរាងកាយពោពេញទៅដោយចំហាយខ្មៅដែលបានអមទៅដោយនិមិត្តរូបចចកនៅខាងលើពួកគ្រប់គ្នាមានការភ្ញាក់ផ្អើលបន្តិចខណៈដែលម្ចាស់គ្រួសារទាំងសមាជិកម្នាក់ឲ្យដាចាក់ចាញ់ស្របពេលដែលសមាជិកម្នាក់ស្រែកជំទាវទៅកាន់ពួកចៅមិនតន់នឹងអស់សេចក្តីផងស្រាប់តែមេចៅចាប់កាន់កំបិតជាមួយជ្រណាដ៏រហ័សទូចូលទៅការប្រហារយ៉ាងសាហាវទៅកាន់សមាជិកគ្រួសារទូក្រោយពីកម្ចាត់ហើយគេក៏ឈប់កាន់នៅកំបិតឋានឡានដែលកំពុងតែសាយភីដោយចំហាយលហិតនៅពេលនោះគេក៏ចាប់ផ្ដើមស្រូបនៅចំហាយលហិតពណ៌ក្រហមមួយនោះហាក់ដូចជាមានអារម្មណ៍ថាជាតិខ្លាំងមែនទែនរហ័សនាមរបស់គេគឺជាចចកមុខសក្រោយពីនោះហើយគេក៏បន្តដើរបោះជំហានចូលទៅទន្ទឹមពេលដែលកូនចៅរបស់គេអ្នកខ្លះក៏ប្រមូលទ្រព្យសម្បត្តិអ្នកខ្លះទៀតក៏នៅតែបន្តកាប់សម្លាប់មនុស្សដែលសល់ចំណែកចចកមុខសគេក៏បានសម្លឹងមើលទៅកាន់ឆ្កែមួយក្បាលសម័យឃើញអ្នកយកព័ត៌មានសាយតាជីនាងនិយាយថាមិនគួរប្រាប់អំពីដុំមាសរបស់គ្រួសារទូទៅកាន់គេសោះហើយនាងក៏អង្វរទៅកាន់គេកុំឲ្យទៅទីនោះបានដែរទេមូលហេតុដោយសារតែនាងហាក់ដូចជាស្លាញ់ទូជីងសានដូចយ៉ាងណាក៏ដោយចចកមុខសគេមិនខ្វល់ឡើយចាប់ដល់ការសម័យក៏បញ្ជាកូនចៅឲ្យទៅចាប់ទូជីងសានមកឲ្យគេចំពោះអ្នកផ្សេងគ្រាន់តែកំចាត់ពួកគេចោលទៅចំណែកឈុនហួរព្រមជាមួយនឹងប្អូនប្រុសរបស់នាងនៅពេលនេះត្រូវបានឪពុកម្ដាយយកទៅបំពួននៅក្នុងប្រអប់មួយក្រោយពីលះហើយគាត់ក៏បានតង្គួយសូត្រធម៌ស្របពេលពួកគេចូលមកមើលឃើញក្នុងបន្ទប់ហាក់ដូចជាស្ងប់ស្ងាត់មិនមានអ្វីនោះទេហើយនេះពួកគេក៏បានវាយសម្លុតពុកម៉ែរបស់នាងនៅក្នុងការសួររកដុំមាសតាណែណាហើយដោយសារតែពួកគាត់មិនព្រមឆ្លើយម្ដាយរបស់នាងក៏ត្រូវបានគេសម្លាប់ចោលនាងក៏បានឃើញហេតុការណ៍រន្ធត់បែបនេះពិតជាតក់ស្លុតនៅក្នុងចិត្តមែនទែនប៉ុន្តែទោះយ៉ាងណានៅក្នុងដៃរបស់នាងមានប្អូនប្រុសម្នាក់ទៀតអញ្ចឹងហើយនាងក៏ព្យាយាមទប់ចិត្តដើម្បីកុំឲ្យមានសម្លេងនៅគណៈនោះវិញទីកន្លែងបំពួនរបស់នាងក៏ត្រូវបានអបិចោលពួកការបំផ្លាញដើម្បីរករចោលឡើងប៉ុន្តែជាសំណាងនាងក៏ពួននៅក្រៅក្តារដែលបាំងមួយនេះពួកឲ្យគេមិនអាចឃើញពីវត្តមានរបស់នាងនោះទេចំណែកឪពុករបស់នាងមានតែការប្រហោងពួកអស់ហើយគណៈនោះមិញអបិចោលក៏នៅតែបន្តព្យាយាមនៅក្នុងការរករចោលឡើងហើយនេះឈុនហោនាងក៏បានវាលួនតាមច្រកប្រហោងមួយតិចផុតពីខ្សែភ្នែករបស់គេតាន់ពេលហើយនេះឪពុករបស់នាងពិតជាមានតែការធូរចិត្តមែនទែនហើយគាត់ក៏ត្រូវបានពួកគេចាប់យកទៅឲ្យមេរបស់ពួកគេសួរចម្លើយនឹងឯងនៅពេលទៅដល់គាត់ក៏និយាយទៅកាន់មេរបស់ពួកគេថាគ្រួសារទូរបស់គាត់មិនដែលធ្វើអ្វីពួកគេនោះទេម្ដេចបានជាមកសម្លាប់គ្រួសាររបស់គាត់យ៉ាងសាហាវបែបនេះមេរបស់គេបានឆ្លើយថាសភាវគតិរបស់ចចកចូលចិត្តនៅក្នុងការសម្លាប់ចឹងឯងព្រោះតែវាគឺជាទម្រង់ការកំសាន្តដើម្បី happy រួចហើយគេក៏បានសួរគាត់តើលាក់ដុំមាសនៅណា
ទៅគាត់ពេញឆ្ងល់មែនទែននេះគឺជាអាតកំបាំងរបស់គ្រួសារទូធ្វើយ៉ាងម៉េចទៅអ្នកខាងក្រៅដូចជាគេដឹងទៅគេបានសួរទៅកាន់គាត់តើភ្លេចហើយមែនទេមុនពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់បានភ្លេចសង្សារកំណត់ចិត្តរបស់គាត់នៅខាងក្រៅផ្ទះនៅពេលនេះជ្រើស5អាតកំបាំងទៅកាន់អប៉ែនឹងហើយនាងក៏អង្វរទៅកាន់គេកុំឲ្យធ្វើវាប៉ុន្តែគេមិនស្ដាប់ហើយនេះនាងក៏ចង់ចាក់ចែងរាយការណ៍ព័ត៌មាននេះប្រាប់ទៅកាន់មន្ត្រីប៉ុន្តែនាងក៏ត្រូវបានអប៉ែនឹងសម្លេះចោលទេទូស៊ីងសានបន្តទៅដឹងថាជាសៃតាជីជាដើមហេតុនាំឲ្យហេតុការណ៍ទាំងនេះកើតឡើងគាត់ពិតជាខឹងមែនទែនសួររនាងហើយនេះអប៉ែហ្នឹងក៏បានធ្វើការបញ្ជូនគាត់ឲ្យទៅជួបជាមួយនាងហើយគេមិនត្រឹមតែសម្លេះគាត់ធម្មតាតែប៉ុណ្ណោះទេគេថែមទាំងបានសរុបយន្តខ្លឹមសារឈាមរបស់គាត់ទៀតផងនៅពេលឃើញមេរបស់ខ្លួនសម្រាប់មនុស្សទាំងអស់នេះឆ្នេះកូនចៅមានការបារម្ភខ្លាចថាមិនដឹងអំពីទីតាំងដែលគ្រួសារទូបានធ្វើការលាក់ដុំមាសមេរបស់គេប្រាប់ថាមិនចាំបាច់បារម្ភនោះទេគេអាចប្រើប្រាស់នៅកម្រិតឋានឡើងព្រមជាមួយលិខិតរបស់មន់ដើម្បីបង្ហាញផ្លូវហើយនេះពួកគេពិតជា happy ជាមួយនឹងវាមែនតើខណៈដែលពួកគេបានចាក់ចែងបាយលេនឡើងគេក៏បានបោះពាក្យថាទ្រព្យសម្បត្តិរបស់គ្រួសារទូនេះពេលនេះវាបានខ្លាចជាកម្មសិទ្ធិគ្រួសារបាយខណៈនោះមិនយើងឃើញថាក្នុងប្រអប់មានអ្វីទេបានផ្ទុះចេញមកសាប់ថៃថលប្រាប់ថាវាគឺជាលលោកដៃតែតែមើលសិនហោះនៅមួយឆ្ងាយពីទីនេះប្រហែលនាងកំពុងតែព្យាយាមទាំងទៅដាបទៅដួសដៃម្ខាង3ប្អូនដៃម្ខាងទៀតព្យាយាមតោងចំណែកជើងរបស់នាងព្យាយាមទៅធាក់ឡើងលើច្រាំងថ្មឆោតមួយនេះជាហេតុធ្វើនាងពិតជាមានការជឿចាំមែនតើក្រោយពីឡើងមកហើយសម្លឹងមើលទៅកាន់វិមាននៃគ្រួសារទូទាំងអារម្មណ៍របស់នាងក៏ដកដួលយ៉ាងខ្លាំងខណៈនោះប្អូនរបស់នាងក៏យំហែដូច្នេះនាងក៏ក្រវីស្គរចលងដើម្បីលួងប្អូនចំណែកក្រោយមកពួកគេទាំងពីរក៏ពេញវ័យទៅចាន់ឡងក៏បានសរសើរអំពីស្គរមីនេះជាង10ឆ្នាំទៅហើយសម្ដីរបស់វាស្ដាប់មិនធុញសោះនៅកន្លែងពេលនេះជួអឺមានជាបងថ្លៃរបស់ទៅចាន់ឡងដែលពេលនេះគាត់មានជាការក្តៅក្រហាយជាមួយសត្វកណ្ដុរមែនតើក៏ដោយសារតែវាបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់ឃើញបែបនេះទៅចាន់ឡងគេក៏ចេញទៅជួយខណៈដែលគាត់កំពុងតែឈរជេរវានៅខាងក្នុងផ្ទះទៅចាន់ឡងគេក៏បានធ្វើការបំពុះភ្លើងតាមរន្ធរបស់វាពីខាងក្រៅផ្ទះនាំមកវាមានការឆ្លក់ផ្សាយក៏ចលាចលស្ទុះវាឡើងលើរាងកាយរបស់អឺមានហើយនេះគាត់ក៏ព្យាយាមចាប់វាចុះឡើងនៅពេលនោះមិនប្រយ័ត្នឲ្យវាចូលខោបានវាក៏ខំក្រាប់ទៅហើយនេះគាត់ឈឺចាំមែនតើរត់ឆាឡាចឡើងតាក់ជើងដួលកំមុខព្រមទាំងត្រូវបានវាជន់ក្បាលទៀតផងហើយនេះគាត់ទៅជាមួយមកជាមួយវាមែនតើវាស៊ីឌីស្រួលនៅក្នុងផ្ទះរបស់គាត់នេះពេលនេះគាត់ត្រូវការវាបាច់ធ្វើបែបនេះដាក់គាត់ចាន់ឡងក៏ចូលមកក្នុងប្រាំទៅកាន់បងថ្លៃគោតែត្រូវការងារធ្វើនៅទីក្រុងទៅស្រស់ពេលដែលពូរបស់ចាន់ឡងគោគាត់ក៏បានកេះបាត់ជើងយកទៅហាត់ជាមួយនឹងការនិយាយគាត់កំពុងតែរកការងារធ្វើនឹងឯងយ៉ាងម៉េចគិតថាគាត់ចង់ចាប់កដោអាំងស៊ីមែនទេនេះពេលនេះចិត្តដល់បន7ថ្ងៃរបស់ឪពុកលោកចាងហើយនេះគាត់មានកម្រងចង់ចាប់សត្វកដោពីបេក្បាលដាក់ចូលទៅក្នុងមជ្ឈូរបស់គាត់ដើម្បីវាបង្កាន់រឿងដល់ភ្ញាក់ផ្អើលនិងអាចគាត់ប្រើនៅវិធីសាស្ត្ររបស់គាត់ដើម្បីរកប្រាក់ហើយបើវាពិតជាជោគជ័យមិនប្រកាសជាសូបហើយខ្លាចពេលនោះនៅខាងក្រៅអ្នកភូមិមានការឆាឡោដេញតាមសត្វចម្លែកអ្វីម្យ៉ាងហើយមានបន្តពីឃើញបែបនេះគាត់ក៏ចង់ដេញតាមពួកគេដែរក្រៃលោទទួលបានឱកាសសម្លាញ់ចាន់ឡងចង់ទៅតាមឈុនហោទៅហាមឃាត់ចាំបន្តិចយើងក៏បានផ្ដាំឲ្យគេប្រយ័ត្នខ្លួនផងព្រមទាំងឆាំមកវិញជាពិសេសមើលថែបងថ្លៃរបស់គេផងនេះពេលនោះនាងក៏ឲ្យក្រអ្វីម្យ៉ាងឲ្យហើយនេះគេក៏បានបញ្ចុកនាងមួយឬក៏បានចាក់ចេញទៅបាត់រកតែនាងប្រាប់បន្ថែមមិនបានកាត់តែមួយសាច់ចម្លែកក៏បានលំអ្នកភូមិមកកាន់ទីតាំងមួយវាគឺជាសាលដូនតារបស់គ្រួសារទូនឹងឯងឃើញជាងពូម្នាក់ក៏បានប្រាប់ថាដុតវាចោលតែពូម្នាក់ទៀតប្រាប់ថារើដំបូលវាចោលវិញកណ្ដាលពេលនោះមេភូមិទូក៏បានប្រាប់ថាមិនអាចធ្វើបាននឹងបានទេខ្លាចថាដូនតាទូមានការតក់ស្លុតសាច់ចម្លែកអាក្រក់នេះក៏បានបង្ហាញខ្លួនក្នុងភូមិរបស់យើងកន្លះខែទៅហើយនេះហើយយើងគួរតែកម្ចាត់វាចោលដើម្បីសន្តិភាពនៅកណ្ដាលពេលនោះមានក៏បានច្រានគាត់80ម៉ែត្រស្រ័យទៅកាន់សាច់ចម្លែកថាឯងមិនអាចទៅណាទៀតបានទេនៅពេលយើងតាមតនឯងហើយលើឲ្យមេភូមិទូវាសួរថាតើគាត់ស្គាល់វាមែនទេតាមពិតគាត់មិនដឹងទេហើយគាត់ក៏ធ្វើជានិយាយថាវាគឺជាប្រភេទសត្វចង្រៃមួយយ៉ាងដែលពេលជួបផ្ទះអ្នកណាហើយវាកន្លងភាពមិនល្អមកកាន់ផ្ទះមួយនោះហើយនេះមេភូមិទូបានសួរអំពីដំណោះស្រាយជួមានប្រាប់ថាដំណោះស្រាយមានប៉ុន្តែវាមិនស្រួលទេមេភូមិប្រាប់ថាឲ្យតែមានអាចធ្វើការដោះស្រាយវាបានអ្នកភូមិប្រកាសជារែងគៀប្រាក់ផ្ដល់ជាសកុនទៅកាន់គាត់ជាមិនខានមានបន្តពេលឲ្យគាត់សប្បាយចិត្តមែនទែនប្រាប់ថាគ្មានបញ្ហាទេសៀវលាវស៊ឺក៏គេនិយាយថាឲ្យតែមានហេតុការចម្លែកកើតឡើងមិនដែលបាត់មុខគាត់ឡើងចំណែកគាត់ក៏ចាប់ផ្ដើមធ្វើកាយវិការចល័យស្រ័យថាការកម្ចាត់ភាពមិនល្អពីភូមិវាគឺជាកត្តាបកិច្ចគាត់ស្រាប់ទៅហើយចាន់ឡងគេនៅក្បែរនឹងមានអារម្មណ៍ថាជឿក្បាលមែនតែនជឿមានគាត់ក៏និយាយទៀតថានេះគឺជាសាលដូនតាគ្រួសារទូហើយគាត់គឺជាមនុស្សខាងក្រៅមិនមានសិទ្ធិនៅក្នុងការចេញចូលប្រដេបដាស់ឡើយគាត់បានត្រឹមតែប្រើវិធានចាប់វាពីខាងក្រៅតែប៉ុណ្ណោះចំណែកភារកិច្ចនៅក្នុងការទៅចាប់វាយកមកក្រៅគាត់ក៏ប្រកល់ទៅឲ្យចាន់ឡងនឹងឯងនៅពេលនោះគាត់បានខ្សឹបប្រាប់ថាបន្តទៅដោះស្រាយបញ្ហានេះហើយគាត់នឹងធ្វើការទិញកណ្ដាប់ថ្មីឲ្យអាចារ្យរបស់គេចាន់ឡងប្រាប់ថាគុំរំអីរួយក៏បានដើរចូលទៅបន្តបញ្ចូលមកខាងក្នុងស្រាប់តែគេក៏យកដៃបិទចំមកព្រោះតែស្អុយព្រមទាំងបានលើសសម្លេងក្មេងយំទៀតផងនៅពេលនោះគេក៏បានក្លែកទៅមើលថ្នឹមឃើញក្មេងកំពុងតែតោងស្រែកថាជួយផងឃើញបែបនេះគេក៏ម្នីនៅក្នុងការឡើងទៅសង្គ្រោះស្រាប់តែនៅពេលនោះក្មេងក៏ល្បេះដៃចោលដៃមកខាងស្រាប់ពេលដែលចាន់ឡងគេក៏បានទៅចិត្តហើយដៃទៅឲ្យក្មេងចាប់ដៃរបស់គេមកនៅពេលនោះវាក៏បានចាប់ដៃរបស់គេហើយនេះរំពេចនោះវាក៏បានប្រែចំមុខអាក្រក់នាំឲ្យចាន់ឡងភ័យមែនទែនប្រឡែងដៃរបស់វានាំឲ្យវាទម្លាក់ទៅខាងក្រោមខណៈនោះ
នោះវិញវាក៏បានបញ្ចេញនៅចំហាយសាយភាយប្រែស្ថានភាពគ្នានេះទៅជាគួរឲ្យខ្លាចអាប់ក្រាស់បែបនេះគេមើលមិនឃើញអ្វីឡើយហើយក៏បានគិតថាតើនេះគឺជាទង្វើរបស់បាក់សែនចម្លែកនោះមែនទេនេះពេលនោះគេក៏បានមើលឃើញនៅអាលីវហើយនេះគេក៏បានស្រ័យថាម្ដេចបានជាគេចូលមកតាមដែរប្រញាប់ទៅវិញទៅបាក់សែននេះចម្លែកណាស់នេះពេលនោះគេក៏បានមើលឃើញក្មេងទាំង3ឡំពាត់ទៅកាន់គេនៅក្នុងស្ថានភាពគួរឲ្យខ្លាចស្រ័យមកកាន់គេថាមានអីចម្លែកជាងឯងទៅឯងនឹងហើយចម្លែកនោះជាសត្វមិនធម្មតាមានកែវភ្នែកឆ្មាព្រមជាមួយនឹងកញ្ញាមទីគ្រួសារទូខ្វះនៅគុណធម៌ដ៏អស្ចារ្យទើបបានជាផ្ដល់កំណត់ដល់សត្វចម្លែកដូចជាឯងឬបែបនេះគេក៏បានមើលបាត់ដៃឃើញចឹងមែនខ្មោចក៏នៅតែបន្តជាទៅកាន់គេថាជាមនុស្សគ្មានឪពុកម្ដាយគ្មាននរណាម្នាក់ចង់បានគេនោះទេនៅក្បែរនឹងយើងក៏បានឃើញថាសត្វចម្លែកនឹងវាក៏ជាអ្នកបង្កើតដល់ការបំភាន់មួយនេះចាន់ឡងក៏បានដឹងផងដែរថាតាមពិតជាសត្វបាក់សែអាក្រក់ដែលកំពុងតែធ្វើពុតជាខ្មោចចាប់កាន់តែមិនឈើស្ទុះចូលទៅខណៈដែលខ្មោចទាំងអស់នោះវាក៏បានធ្វើការវាយប្រហារទប់ស្កាត់បណ្ដាលឲ្យគេកិច្ចចល័យចាន់ឡងមិនប្រយ័ត្នក៏ត្រូវបានវាចាប់ជើងព្យួរឡើងទៅលើនាំឲ្យគេស្រ័យយ៉ាងខ្លាំងខណៈនោះវិញពួកវាក៏បានធ្វើការចាប់ទាញរាងកាយរបស់គេហើយក៏បានធ្វើការទម្លាក់មកខាងក្រោមបណ្ដាលឲ្យគេមានការឈឺចាប់មែនទែនទោះយ៉ាងណាក៏ដោយនៅតែសវេសវាចង់ចាប់ឈើប៉ុន្តែខ្មោចក៏បានប្រើប្រាស់នៅបាតជើងជន់រាងកាយរបស់គេជាមួយនឹងការចំអកថាទារកទុនខ្សោយមានដបងថ្លៃបោកប្រាស់ហើយថែមទាំងមានដបងស្រីពីការម្នាក់ទៀតផងគ្រួសាររបស់ឯងទាំងមូលសិតតែជាមនុស្សចង្រៃទើបបានជាគ្រួសាររបស់ឯងទាំងមូលត្រូវបានវិនិច្ឆ័យនេះពេលនេះបន្ទាប់ពីកម្ចាត់ឯងហើយយើងក៏មិនដឹងគ្រួសាររបស់ឯងចេញខណៈដែលចាន់ឡងហៀបត្រូវបានពួកគេសង្កត់ងាប់ទៅហើយនេះពេលនោះគេក៏បានលើកសម្លេងឈុនហោះបានធ្វើស្មារតីរបស់គេភ្ញាក់ឡើងហើយនេះគេក៏បានស្រែកថាមិនថាឯងជាខ្មោចបិសាចមកពីខាងណានោះទេឆ្លើយចំពោះមុខយើងវាយទាំងអស់ហើយយើងក៏មិនព្រមឲ្យក្រុមគ្រួសាររបស់យើងត្រូវបានជន់ឈ្លីរងគ្រោះដោយនរណាទៀតឡើយខណៈពេលដែលចាន់ឡងគេបានធ្វើការបញ្ចេញនៅអនុភាពរបស់គេស្រាប់តែអេពីសូតរបស់យើងត្រូវបានស្លេកកន្លែងហ្នឹងឯងតើកញ្ចប់ថ្មីមួយនេះប្រិយមិត្តទាំងអស់គ្នាគិតថាយ៉ាងម៉េចដែរកុំភ្លេចជួយខមមិននៅខាងក្រោមវីដេអូម្នាក់មួយផងជាពិសេស like វីដេអូម្នាក់មួយឲ្យច្រើនមកជាចុងក្រោយក៏សូមអរគុណសម្រាប់ការគាំទ្រនៅការទស្សនាវីដេអូបណ្ដាំទៅចប់អធិស្ឋានបើមាននៅកំហុសឆ្គងពីសំណាក់ពេលនេះ admin មេប៉ាក់លុយ9ក៏សូមអរគុណសម្រាប់សួរបាយបាយ